7ជំហានទម្លាយភាពជោគជ័យការសិក្សាពីបទពិសោធន៍និងកត្តាដែលធ្វើឲ្យអ្នកជោគជ័យទាំងអស់នោះឈានដល់ចំណុចកំពូលនៃជីវិតគឺมันអាចធ្វើឲ្យយើងបង្កើតនៅសមិទ្ធផលដោយពួកគាត់នោះទេតែវាជាចំណែកតូចដែលគួបផ្សំឲ្យអ្នកអាចបង្កើតនៅភាពជោគជ័យថ្មីមួយដែលមានលក្ខណៈប្រសើរដាច់ដោយឡែកកើតចេញពីទស្សនវិស័យរបស់ខ្លួនអ្នកផ្ទាល់អ្នកមិនអាចឈានទៅដល់ភាពជោគជ័យមួយបានដោយងាយនោះទេបើសិនជាគ្មានវិធីសាស្ត្រការដឹកនាំផ្លូវឬជំហានដ៏ត្រឹមត្រូវទេនោះអ្នកក៏មិនអាចទទួលបានប្រាក់$1 លានដោយងាយដើម្បីឲ្យអ្នកក្លាយជាសេដ្ឋីបានដែរបើសិនជាអ្នកគ្មានគោលដៅនិងផែនការច្បាស់លាស់រីឯបុគ្គលដែលជោគជ័យមួយចំនួនដូចជា Bill Gates, Carlos Slim, Warren Buffett, Mark Zuckerberg, Steve Jobs, Barack Obama ពួកគាត់មានចំណុចខ្លាំងដាច់ដោយឡែកនិងវិធីសាស្ត្រដើម្បីទាញយកភាពជោគជ័យរៀងៗខ្លួនយើងមិនអាចប្រៀបធៀបភាពជោគជ័យបាននោះទេហើយក៏មិនអាចប្រៀបធៀបខ្លួនយើងទៅនឹងបុគ្គលដទៃទៀតនោះដែរកត្តាដែលសំខាន់សម្រាប់យើងនោះគឺស្វែងរកចំណុចខ្លាំងផ្ទាល់ខ្លួនហើយដុសខាត់វាឲ្យមានភាពមុតស្រួចដើម្បីធ្វើឲ្យចំណុចទាំងអស់នោះមានឱកាសបញ្ចេញមកក្រៅដែលយើងអាចនិយាយម្យ៉ាងទៀតថាជាភាពជោគជ័យថ្មីដើម្បីឈានទៅដល់ចំណុចកំពូលនៃជីវិតតើអ្នកត្រូវធ្វើដូចម្តេចខ្លះហើយថាតើមានចំណុចអ្វីខ្លះដែលអ្នកគួរតែយល់ដឹងនិងយកមកអនុវត្តយើងមិនអាចបញ្ឈប់មេឃមិនឲ្យភ្លៀងហើយក៏មិនអាចបញ្ជាមិនឲ្យសត្វស្លាបហើរលើក្បាលយើងបានដែរតែអ្វីជាប្រការសំខាន់នោះយើងក៏មិនព្រមឈរហាភ្លៀងឲ្យខ្លួនយើងរងាឬឲ្យសត្វស្លាបនោះមកទុំពីលើនិងធ្វើសម្បុកលើក្បាលយើងបានដែរបើនិយាយអំពីរឿងជោគជ័យវិញគ្រប់គ្នាតែងតែមានការតាំងចិត្តនិងចង់បានតាមវិធីសាស្ត្ររៀងៗខ្លួនមិនថានរណាជានរណានោះទេគ្រាន់តែតាមធម្មតាយើងមិនបានចាប់អារម្មណ៍យើងមិនបានគិតតាមវិធីសាស្ត្រដែលត្រឹមត្រូវយើងមិនបានតាមដានយកចិត្តទុកដាក់និងស្វែងរករបៀបថ្មីដែលមានប្រសិទ្ធភាពដែលជួយឲ្យបំណងនោះបានសម្រេចដោយចិត្តបងហើយនឹងបានឆាប់រហ័សតែប៉ុណ្ណោះមនុស្សមួយចំនួនធំគេចង់បានភាពជោគជ័យខ្លាំងណាស់ប៉ុន្តែពួកគេក៏មិនបានតាំងចិត្តពិតប្រាកដដើម្បីស្វែងរកភាពជោគជ័យនោះដែរទាំងនេះគឺជាសារជាតិរបស់មនុស្សហើយវាជារឿងធម្មតាទៅហើយដែលមនុស្សមិនបានយកចិត្តទុកដាក់ចំពោះរឿងនេះម្យ៉ាងទៀតនេះក៏ជាមូលហេតុដែលធ្វើឲ្យស្ថិតិនៃចំនួនមនុស្សជោគជ័យមានទាបស្ទើរតែមិនបាន1%ផងតាមការសង្កេតជាទូទៅមុននឹងឈានចូលទៅ7ជំហានទម្លាយភាពជោគជ័យខ្ញុំចង់ឲ្យអ្នកពិចារណានិងព្យាយាមឆ្លើយនឹងសំណួរទាំង7ខាងក្រោមនេះបន្តិចសិនតើអ្នកធ្លាប់គិតថាចង់ក្លាយជាបុគ្គលដ៏អស្ចារ្យម្នាក់ដែរឬទេតើអ្នកធ្លាប់គិតថាចង់ក្លាយជាមហាសេដ្ឋីឬនាយករដ្ឋមន្ត្រីដែរឬទេតើអ្នកមានបំណងប្រាថ្នាអ្វីធំជាងគេក្នុងជីវិតនេះតើអ្នកធ្លាប់គិតថាធ្វើវាបានដែរឬទេបើសិនជាធ្វើបានតើធ្វើទៅដោយរបៀបណាតើអ្នកធ្លាប់បង្កើតទស្សនវិស័យនិងផែនការសម្រាប់ជីវិតអ្នកដែរឬទេតើអ្នកមានដែលបានសម្រួចនិងដុសខាត់ចំណេះដឹងជំនាញបទពិសោធន៍ជាពិសេសចំណុចខ្លាំងរបស់អ្នកដើម្បីសម្រេចទស្សនវិស័យនិងគោលដៅរបស់អ្នកដែរឬទេតើអ្នកជាមនុស្សជឿជាក់លើវាសនាពូជអម្បូរឬលើខ្លួនអ្នកផ្ទាល់សំណួរចុងក្រោយតែប្រកបដោយអត្ថន័យតើអ្នកកំពុងតែគិតអ្វីធ្វើអ្វីអ្នកកំពុងស្ថិតនៅកន្លែងណាតើអ្នកគិតថានឹងធ្វើអ្វីបន្តទៀតសំណួរដែលលើកឡើងទាំង7ខាងលើនេះគ្រាន់តែជាគំនិតមួយចំនួនសម្រាប់ឲ្យមិត្តអ្នកអានយកទៅពិចារណាមុននឹងឈានមួយជំហានទៅមុខបន្តទៀតជាមួយគ្នាសំណួរមួយ
សំណួរមួយចំនួនអាចជួយលោកអ្នកឲ្យគិតទៅដល់ចំណុចមួយចំនួនធំទៀតដែលអ្នកពេលខ្លះមិនដែលគិតដល់នឹងត្រូវយកទៅចាប់ផ្ដើមធ្វើការស្វែងយល់បន្ថែមដើម្បីអនុវត្តក្នុងគោលបំណងនាំភាពជឿជាក់និងទំនុកចិត្តកាន់តែខ្លាំងឆ្ពោះទៅកាន់ចំណុចកំពូលដែលអ្នកប្រាថ្នាចង់បានជំហានទី1កែប្រែចរិតមិនល្អដើម្បីជោគជ័យចរិតលក្ខណៈរបស់អ្នកគឺជាកត្តាសំខាន់បំផុតក្នុងការជំរុញឲ្យរូបអ្នកនិងភាពជោគជ័យកាន់តែខិតជិតគ្នាទៅវាគឺជាមេដែកមានទំនាញខ្លាំងដែលអាចទាញឲ្យអ្នកឈានទៅដល់ចំណុចកំពូលនៃជីវិតឆ្លើយតបទៅនឹងទស្សនវិស័យនិងគោលដៅដែលអ្នកមានជារឿងពិបាកខ្លាំងបំផុតបើសិនជាយើងចង់កែប្រែចរិតមិនល្អដែលជាទម្លាប់អាក្រក់របស់នរណាម្នាក់ឬខ្លួនឯងផ្ទាល់ជួនកាលវាពិបាកហាក់ដូចជាបង្វិលពេលវេលាឲ្យថយក្រោយអញ្ចឹងដែរតាមរយៈការចែករំលែកបទពិសោធន៍ខាងក្រោមនេះខ្ញុំជឿជាក់ថាវាប្រកាសជាអាចជួយអ្នកបានខ្លះៗហើយបើសិនជាមិនបានលទ្ធផលតាមការចង់បាននោះទេវាក៏អាចមានប្រយោជន៍ចំពោះបុព្វហេតុដទៃទៀតក្នុងជីវិតរបស់អ្នកផងដែរតើត្រូវធ្វើដូចម្តេចទើបអាចកែប្រែចរិតមិនល្អរបស់មនុស្សបានយើងនឹងធ្វើការសិក្សាទាំងអស់គ្នាតាមរយៈចំណុចទាំង4ខាងក្រោមនេះ 1. អានសៀវភៅជាប្រចាំកាលពីខ្ញុំនៅជាសិស្សម្នាក់នៅឡើយមានលោកគ្រូម្នាក់បានប្រាប់ខ្ញុំថាតាមពិតគាត់មិនមែនជាមនុស្សស្លូតបូតបែបនេះទេកាលពីមុនដោយសារតែចំណេះដឹងនឹងការរៀនសូត្រកន្លងមកបានធ្វើឲ្យគាត់ក្លាយជាមនុស្សដ៏ស្លូតបូតដឹងខុសដឹងត្រូវនិងចេះទទួលខុសត្រូវខ្ពស់ចំពោះខ្លួនឯងក្រុមគ្រួសារនិងសង្គមជាការពិតចំណេះដឹងដែលបានមកពីការរៀនសូត្រជាពិសេសតាមរយៈការអានសៀវភៅអាចធ្វើឲ្យយើងយល់ដឹងកាន់តែច្រើនកាន់តែមានភាពប្រសើរឡើងក្នុងការគិតហើយចរិតរបស់យើងក៏មានការផ្លាស់ប្ដូរទៅតាមការទាមទាររបស់ចិត្តនិងបំណងប្រាថ្នាដែលកើតមានចូលយកការអានជាទម្លាប់រហូតដល់ពេលមួយអ្នកនឹងញៀនក្នុងការអានហើយពេលនោះអ្នកនឹងមានការរសេះរសោះក្នុងចិត្តបើថ្ងៃណាមួយអ្នកមិនបានអានសៀវភៅដែលរឿងនេះវាហាក់ដូចជាការញៀនកាហ្វេអញ្ចឹងដែរអ្នកត្រូវតែទទួលទានកាហ្វេរាល់ពេលដែលអ្នកអង្គុយធ្វើការបើមិនដូច្នោះទេអ្នកនឹងមានអារម្មណ៍រសេះរសោះហើយងងុយគេងជាមិនខានសៀវភៅជាមិត្តដ៏ជិតស្និទ្ធដែលចាំជួយអ្នកគ្រប់ពេលវេលាទោះបីអ្នកជួបឧបសគ្គបាក់ទឹកចិត្តឬជួបនឹងបរាជ័យដ៏ធំធេងក្តីជំហានទី3យើងនឹងជជែកបន្ថែមទៀតអំពីអត្ថប្រយោជន៍ក្នុងការអាននេះ 2. ស្គាល់ខ្លួនឯងឲ្យបានច្បាស់ជាងមុនជាទូទៅមនុស្សមួយចំនួនធំមិនស្គាល់ខ្លួនឯងច្បាស់នោះទេហេតុអ្វីទៅគឺដោយសារតែយើងមិនបានយកចិត្តទុកដាក់ចំពោះខ្លួនឯងហើយយើងតែងតែមានភាពអាត្មានិយមជានិច្ចចំពោះការធ្វើកិច្ចការអ្វីមួយយើងគិតថាយើងជាមនុស្សពូកែជាងអ្នកដទៃជានិច្ចជាទូទៅសាកល្បងពិនិត្យមើលខ្លួនឯងខ្លះអ្នកនឹងមានអារម្មណ៍ថាតើគួរធ្វើចំណាត់ការបែបណាដើម្បីឲ្យជីវិតកាន់តែប្រសើរឡើងជាធម្មតាអ្នកអាចឈប់ប្រើប្រាស់ឬទទួលទានសូរ៉ាបារីម្ហូបឆ្ងាញ់និងរបស់របរទំនើបដែរឬទេបើបានគឺដោយសារតែហេតុអ្វីបើមិនបានព្រោះហេតុអ្វីទៅនៅពេលខឹងតើអ្នកជាមនុស្សបែបណាជាពិសេសការសម្រេចចិត្តនិងការកាត់សេចក្តីទៅលើរឿងអ្វីមួយតើនៅពេលអ្នកមានថវិកា$1 លានក្នុងហោប៉ៅឬមានអំណាចធំតើអ្នកជាមនុស្សបែបណាដែរតើយើងមានចំណេះដឹងនិងភាពឆ្លាតដល់កម្រិតណាក្នុងការសម្រេចការងារអ្វីមួយនិងការងារសំខាន់ទៅអនាគតតើយើងអាចដោះស្រាយបញ្ហាបានដល់កម្រិតណាតើយើងជាមនុស្សគិតជ្រៅប៉ុណ្ណាហើយឆេវឆាវប៉ុណ្ណាដែរនេះជាចំណោទខ្លះដែលជួយឲ្យអ្នកស្គាល់ខ្លួនឯងកាន់តែច្រើននិងកាន់តែច្បាស់
នៅមានរឿងជាច្រើនទៀតដែលអ្នកអាចធ្វើការពិនិត្យមើលក្នុងចិត្តអ្នកផងដែរជាពិសេសការគ្រប់គ្រងចិត្តខ្លួនឯងផ្ទាល់ដើម្បីឲ្យអ្នកក្លាយទៅជាបុគ្គលម្នាក់ដែលអាចឈានទៅរកភាពជោគជ័យបានអ្នកត្រូវស្គាល់ខ្លួនឯងយ៉ាងហោចណាស់ក៏បាន70%ដែរបើមិនដូច្នោះទេយើងក៏មិនអាចគ្រប់គ្រងចិត្តទប់អារម្មណ៍និងទង្វើរបស់ខ្លួនឯងបានដែរក្នុងគណៈពេលដែលមានកិច្ចការសំខាន់ឬបញ្ហាធំៗចូលមកដល់នេះឲ្យខ្លីយើងគ្រាន់តែជាមនុស្សទន់ខ្សោយនិងទន់ជ្រាយម្នាក់ប៉ុណ្ណោះចំពោះភាពជោគជ័យ3ចាប់ផ្ដើមបង្កើតទស្សនវិស័យនិងផែនការអ្នកមានតួនាទីសំខាន់បំផុតហើយជាតួឯកក្នុងឆាកជីវិតនេះមានរឿងធំមួយដែលសំខាន់បំផុតដែលអ្នកត្រូវបំពេញនោះគឺអ្នកត្រូវស្វែងរកឲ្យឃើញថាតើអ្នកចង់បានអ្វីពិតប្រាកដក្នុងជីវិតនេះពេលដែលអ្នករកឃើញថាអ្នកចង់បានអ្វីពិតប្រាកដហើយឬអ្នកចង់ក្លាយជាអ្វីពិតប្រាកដហើយអ្នកប្រកាសជាក្លាយជាមនុស្សថ្មីម្នាក់ជាការពិតអ្នកនឹងមិនចេះមានភាពហត់នឿយក្នុងការធ្វើកិច្ចការឬការគិតបែបថ្មីអ្នកអាចនឹងចេះធ្វើកិច្ចការទាំងឡាយណាដែលអ្នកមិនធ្លាប់ធ្វើលំបាកដែលមិនធ្លាប់លំបាកហើយអ្នកអត់ធ្មត់ដែលមិនធ្លាប់អត់ធ្មត់ពីមុនមកពិតមែនហើយចរិតរបស់អ្នកប្រហែលជានឹងមានភាពខុសពីមុនខ្លះហើយព្រោះថាអ្នកត្រូវគិតនិងប្រឈមចំពោះការងារថ្មីៗមួយចំនួនអ្នកប្រហែលជាព្យាយាមដូចជាមនុស្សលង់ទឹកដែលស្រវេស្រវារករបស់តោងហើយដង្ហើមដកដើម្បីឲ្យបានមានជីវិតបន្តទៅមុខទៀតហើយអ្នកអាចធ្វើរឿងអ្វីគ្រប់យ៉ាងដើម្បីឲ្យបានដង្ហើមជាធម្មតាបើសិនជាអ្នកចង់បានអ្វីមួយស្ទើរស្លាប់ស្ទើររស់នោះអ្នកនឹងខំដើម្បីយកវាឲ្យខានតែបានទស្សនវិស័យនិងផែនការសម្រាប់ជីវិតអាចធ្វើឲ្យយើងក្លាយជាមនុស្សថ្មីម្នាក់ដែលមានចរិតលក្ខណៈខុសពីមុននិងប្រសើរជាងមុននៅជំហានទី3យើងនឹងធ្វើការអធិប្បាយបន្ថែមទៀតអំពីរឿងនេះ4រាប់អានអ្នកចេះដឹងនិងស្គាល់អ្នកប្រាជ្ញឲ្យបានច្រើនលោក John C. Maxwell អ្នកសរសេរសៀវភៅអំពីការដឹកនាំល្បីឈ្មោះម្នាក់នៅសហរដ្ឋអាមេរិកបានបង្រៀនថាបើសិនជាយើងចង់ចេះគិតជ្រៅយើងត្រូវរាប់អាននិងរៀនសូត្រពីមនុស្សដែលចេះគិតជ្រៅបើសិនជាយើងចង់សម្រេចកិច្ចការធំយើងត្រូវរាប់អាននិងរៀនសូត្រជាមួយនឹងមនុស្សដែលមានសមត្ថភាពខ្ពស់បើសិនជាយើងចង់មានចរិតល្អយើងក៏ត្រូវរាប់អាននិងសូមរៀនសូត្រពីមនុស្សដែលមានចរិតល្អដូចគ្នាដែរការស្គាល់បុគ្គលសំខាន់ៗក្នុងសង្គមគឺមានសារៈប្រយោជន៍ខ្លាំងណាស់ចំពោះអ្នកព្រោះថាពួកគេអាចជាបុគ្គលដែលចេះឥទ្ធិពលយ៉ាងខ្លាំងចំពោះខ្លួនអ្នកការងារឬអាជីវកម្មរបស់អ្នកនាពេលអនាគតខាងមុខព្យាយាមស្គាល់អ្នកប្រាជ្ញនិងរៀនសូត្រពីអ្នកប្រាជ្ញឲ្យបានច្រើនបំផុតតាមរយៈការអានសំណេរនិងសៀវភៅរបស់គាត់សិក្សាពីជីវិតជោគជ័យផ្ទាល់ខ្លួនរបស់គាត់លក្ខនឹងលក្ខមានមនុស្សមួយចំនួនសុខចិត្តចំណាយប្រាក់ចំណេញរបស់ខ្លួនដល់ទៅ 5% ដើម្បីទទួលទានកាហ្វេជាញឹកញាប់ជាមួយអ្នកចេះដឹងនិងមនុស្សដែលមានសមត្ថភាពផ្សេងៗដើម្បីជាឱកាសក្នុងការរៀនសូត្រធ្វើជំនួញនិងទទួលបទពិសោធន៍ល្អៗពីពួកគេចំណុចចុងក្រោយតែខ្វះមិនបានគឺយកចំណុចទាំង4ខាងលើទៅអនុវត្តព្រោះបើសិនជាគ្មានការអនុវត្តទេគំនិតទាំងអស់នេះគ្រាន់តែជាទ្រឹស្ដីនិងឯកសារធម្មតាតែប៉ុណ្ណោះតាមរយៈការអធិប្បាយខាងលើនេះខ្ញុំសង្ឃឹមថាវាអាចជាជំនួយដល់អ្នកក្នុងការកែប្រែចរិតលក្ខណៈមនុស្សយើងដើម្បីឈានដល់ចំណុចកំពូលមួយដែលគេចង់បានអ្នកត្រូវតែព្យាយាមកែប្រែចរិតមិនល្អរបស់អ្នកឲ្យកាន់តែឆាប់តាមតែអាចធ្វើទៅបានព្រោះវាជាកត្តានិងចំណុចរាំងខ្ទប់មិនអាចឲ្យយើងប្រើប្រាស់ចំណុចខ្លាំងដែលជាចំណុចក្តៅជំរុញឲ្យឈានទៅដល់ភាពជោគជ័យ